ជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតលីឆៃហុកថ្ងៃនេះខ្ញុំនឹងលើកប្រធានបទមួយបកស្រាយជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធទៅនឹងជំងឺទឹកនោមផ្អែមអ្វីទៅជាជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែមឬយើងអាចហៅម្យ៉ាងទៀតបានថាការលើសកម្រិតជាតិស្ករក្នុងឈាមគឺជាភាពមិនប្រក្រតីនៃដំណើរការមេតាបូលិកនៅក្នុងរាងកាយរបស់យើងដែលយើងអាចសម្គាល់បានដោយឃើញថាមានវត្តមានកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅពេលដែលយើងមិនទាន់ទទួលការព្យាបាលមូលហេតុចម្បងដែលធ្វើឲ្យយើងកើតមាននៅជំងឺទឹកនោមផ្អែមនេះគឺដោយសារតែបញ្ហាអរម៉ូនអាំងស៊ូលីនទី1កង្វះនៃការបញ្ចេញអរម៉ូនអាំងស៊ូលីនមានន័យថាការបញ្ចេញអរម៉ូនអាំងស៊ូលីនក្នុងបរិមាណមួយដែលមិនគ្រប់គ្រាន់ទី2កង្វះប្រសិទ្ធភាពនៃអាំងស៊ូលីនគឺមានន័យថាសកម្មភាពរបស់អាំងស៊ូលីនខ្វះប្រសិទ្ធភាពដែលយើងអាចហៅម្យ៉ាងទៀតបានថាអាំងស៊ូលីនរេស៊ីស្តង់តើរោគសញ្ញានៃជំងឺទឹកនោមផ្អែមមានអ្វីខ្លះរោគសញ្ញានៃជំងឺទឹកនោមផ្អែមមានដូចជាការស្រេកទឹកខ្លាំងខុសប្រក្រតីឃ្លានខ្លាំងនោមច្រើនស្រកគីឡូអស់កម្លាំងល្ហិតល្ហៃដំបៅក្រជាឧស្សាហ៍ឆ្លងរោគលើស្បែកព្រិលភ្នែកស្ពឹកដៃស្ពឹកជើងជាដើមតើកត្តាហានិភ័យអ្វីខ្លះដែលធ្វើឲ្យយើងកើតនៅជំងឺទឹកនោមផ្អែមនេះកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមនេះមានដូចជាការលើសទម្ងន់ឬក៏ធាត់ខ្លាំងអសកម្មភាពនៃរាងកាយអាយុកាន់តែច្រើនក្រុមគ្រួសារបង្កើតមានអ្នកកើតជំងឺទឹកនោមផ្អែមប្រវត្តិទឹកនោមផ្អែមពេលមានផ្ទៃពោះរបបអាហារពុំមានផាសុកភាពជំងឺបេះដូងសរសៃឈាមសិនជាបងប្អូនមានសំណួរអាចឆាតមកតាម Telegram របស់ខ្ញុំបាទផ្ទាល់បានសូមអរគុណ